ការបោះឆ្នោតឲ្យជីវិតរបស់យើងមានក្តីសុខគឺយើងអាចបោះបានរាល់ថ្ងៃអញ្ចឹងវាចាប់តាមពីយើងទាំងអស់គ្នាអញ្ចឹងខ្ញុំត្រឡប់មកវិញហើយសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះបូរិននេះគឺជាវីដេអូដែលខ្ញុំជា podcast ដែលខ្ញុំផ្ដោតទៅលើសុខភាពផ្លូវចិត្តអញ្ចឹងបច្ចុប្បន្នគឺខ្ញុំបានក្លាយជាគ្រូភាសាផ្លូវចិត្តនៅក្នុងស្ថាប័នមួយអញ្ចឹងឥឡូវនេះខ្ញុំជាគំនិតខ្លះៗដែលខ្ញុំបានសិក្សារៀនសូត្រហើយក្នុងនាមជាគ្រូបង្រៀនបែបផ្នែកផ្លូវចិត្តម្នាក់គឺខ្ញុំមានទាំង topic ជាច្រើនដែលអាចជួយអ្នកទាំងអស់គ្នាបានរៀនរាល់សប្តាហ៍អញ្ចឹង topic សប្តាហ៍នេះគឺខ្ញុំផ្ដោតទៅលើថាអីទៅដែលការបោះឆ្នោតឲ្យជីវិតរបស់យើងមានក្តីសុខអញ្ចឹងហេតុអីបានខ្ញុំនិយាយថាហេតុអីយើងអាចបោះឆ្នោតឲ្យខ្លួនឯងមានក្តីសុខជារៀងរាល់ថ្ងៃបាន Yes អញ្ចឹងអ្នកនរគ្នាជួយគិតមកវិញមើលបើសិនជាយើងងើបពីគេងមកហើយតែយើងនឹងធ្វើអ្វីដើម្បីឲ្យខ្លួនឯងមានក្តីសុខរយៈពេលពេញមួយថ្ងៃចឹងគឺវាអាស្រ័យលើទង្វើរឿងសកម្មភាពរបស់យើងឬក៏យើងមាន plan ណាមួយដែលអាចឲ្យយើងរៀបចំវាបានល្អជាមួយនឹងការមុននឹងការអនុវត្តបង្កើតក្តីសុខយើងជាប្រចាំថ្ងៃអញ្ចឹងក្នុងនេះក៏ដូចគ្នាដែរអញ្ចឹងមិនថាសម្រាប់សេចក្តីសុខមួយម៉ាត់គឺវាអាចនិយាយបានជ្រៅមែនតែនទាំងយើងអាចទទួលបាននូវក្តីសុខហ្នឹងដោយរបៀបណាតាមរយៈការសិក្សារៀនសូត្រការសម្រាប់នូវគោលបំណងណាមួយនៅក្នុងជីវិតរបស់យើងអញ្ចឹងបើសិនជាយើងបោះឆ្នោតឲ្យខ្លួនឯងខិតខំប្រឹងប្រែងរៀនសូត្រថ្ងៃនេះគឺយើងនឹងទទួលបាននូវការងារឬក៏ឱកាសថ្មីនៅខាងមុខដូចគ្នាអញ្ចឹងអ្នកនិពន្ធគាត់បានលើកឡើងបែបនេះថាយើងរស់ឲ្យថ្ងៃនេះដូចជាគ្មានថ្ងៃស្អែកដែលquote មួយនេះក៏ពិតជាអាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំបានមែនទែនអញ្ចឹងនៅក្នុងនេះគឺខ្ញុំបានចាប់ផ្ដើមធ្វើវីដេអូឡើងនេះគឺដោយសារតែខ្ញុំចង់បោះឆ្នោតឲ្យជីវិតរបស់ខ្ញុំថាជាអ្នកផលិតមាតិកាម្នាក់ដែលមានគុណភាពដែលផ្ដោតទៅលើសុខភាពផ្លូវចិត្តអញ្ចឹងគឺខ្ញុំពិតជាចង់ធ្វើអ្វីដែលថ្មីចង់ធ្វើអ្វីដែលប្លែកអញ្ចឹងខ្ញុំបានព្យាយាមបង្កើតវាឡើងដែលតាមតែអាចធ្វើទៅបានពីព្រោះខ្ញុំហេតុអីថាគោលបំណងរបស់ខ្ញុំក្តីសម័យរបស់ខ្ញុំវាជាជោគជ័យរបស់ខ្ញុំហើយខ្ញុំធ្វើវីដេអូនេះក៏មានក្តីសុខដូចគ្នាអញ្ចឹងយើងអាចត្រឡប់មកវិញថាវាអាស្រ័យលើយើងឯងថាមួយថ្ងៃយើងអាចបោះឆ្នោតឲ្យខ្លួនឯងប្រហែលដងទៅលើរឿងអ្វីខ្លះបើសិនជាយើងបោះឆ្នោតឲ្យខ្លួនឯងប្រព្រឹត្តនៅអំពើហិង្សាបោះឆ្នោតឲ្យខ្លួនឯងប្រើសម្ដីគំរោះគំរើយបោះឆ្នោតឲ្យខ្លួនឯងប្រព្រឹត្តនៅអំពើណាមួយដែលវាប៉ះពាល់ដល់អ្នកដទៃហ្នឹងហើយច្បាស់ហើយលទ្ធផលដែលយើងទទួលបានមកវិញក៏វាទៅតាមដូចគ្នាអញ្ចឹងវាអាចនិយាយថាបើសិនជាយើងបោះឆ្នោតឲ្យទង្វើសកម្មភាពរបស់យើងណាមួយហើយយើងហ៊ានធ្វើវាហ៊ានយើងចំណាយទុនលើវាហ្នឹងហើយយើងច្បាស់ជាមានទទួលបាននូវក្តីសុខហើយក៏យើងអាចបោះបានរាល់ថ្ងៃមិនចាំបាច់ថាពេលណាទៅបើខ្ញុំអាចសម្រេចគោលបំណងមួយហ្នឹងពេលណាខ្ញុំអាចរកសេចក្តីសុខខ្លួនឯងបានបើមិនជាយើងអត់ចាប់ផ្ដើមពីចេញពីខ្លួនឯងក្នុងការផ្លាស់ប្ដូរក្នុងការបោះឆ្នោតទេអញ្ចឹងវាអត់បានទទួលបានជោគជ័យដូចគ្នាអញ្ចឹង reflect មកជីវិតយើងវិញអាចនិយាយបានថាមនុស្សយើងអាចធ្វើអ្វីលើសពីអ្វីដែលយើងគិតទៅទៀតអញ្ចឹងបើសិនជាយើងមានគោលបំណងបើគិតថារឿងហ្នឹងល្អហើយខ្ញុំចាប់ផ្ដើមបោះឆ្នោតឲ្យវាឲ្យខ្លួនឯងទៅធ្វើរឿងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នាដែរបើសិនជាពេលនេះអ្នកទាំងអស់គ្នាគិតអត់ដឹងថាខ្ញុំត្រូវធ្វើអីទេខ្ញុំចាប់ផ្ដើមនៅផ្ទះខ្ញុំអត់ដឹងត្រូវធ្វើអីគេខ្ញុំអត់ដឹងមកថាខ្ញុំមាន plan ធ្វើឲ្យបង្កើតក្តីសុខពីព្រោះខ្ញុំមួយថ្ងៃខ្ញុំអត់ដឹងត្រូវធ្វើអីគេអញ្ចឹងខ្ញុំចាប់តាមត្រឡប់មកវិញហើយសួរខ្លួនឯងថាតើខ្ញុំចង់ទទួលបានក្តីសុខបែបណាតើចាប់ផ្ដើមឲ្យខ្លួនឯងអភិវឌ្ឍនៅក្នុងកម្រិតបែបណាតើខ្ញុំត្រូវបោះឆ្នោតប្រមាណភាគរយឬក៏បោះទៅលើរឿងដែលយើងអាចទៅធ្វើបានហ្នឹងប្រមាណភាគរយគឺអញ្ចឹងវាអាស្រ័យលើខ្លួនយើងខ្លួនឯងទេអញ្ចឹងត្រឡប់មកវិញការបោះឆ្នោតឲ្យខ្លួនឯងមានក្តីសុខការបោះឆ្នោតឲ្យខ្លួនឯងទៅធ្វើសកម្មភាពណាមួយ Yes គឺយើងអាចបោះបានរាល់ថ្ងៃអញ្ចឹងមិនចាំបាច់ថាគោលបំណងខ្ញុំមានថ្ងៃនេះប៉ុន្តែខ្ញុំអត់ហ៊ានធ្វើខ្ញុំចាំធ្វើអនាគតថ្ងៃស្អែកឬក៏ខានស្អែកអញ្ចឹងទៅវាចាប់ផ្ដើមពជាពេលនៅក្នុងការអភិវឌ្ឍខ្លួនរបស់យើងអញ្ចឹងអាបោះឆ្នោតអ្វីដែលសេចក្តីសុខដែលទទួលបានមកវិញហ្នឹងក៏វាអត់ទទួលបានដូចគ្នាដែរអញ្ចឹងត្រឡប់មកវិញយើងនៅតែអាចបន្តនៅក្នុងការឲ្យខ្លួនឯងអភិវឌ្ឍទទួលបាននូវសេចក្តីសុខពិតប្រាកដលុះត្រាតែយើងចាប់ផ្ដើមចិត្តពីយើងខ្លួនឯងទៅធ្វើសកម្មភាពជាមួយនឹងមនុស្សជុំវិញខ្លួនការកាត់ឡើងនៅបង្កើតនៅក្តីស្រឡាញ់នៅក្នុងគ្រួសារការបង្កើតឡើងនៅក្នុងទំនាក់ទំនងណាមួយការប្រើប្រាស់ពាក្យសម្ដីការលើកទឹកចិត្តជាដើមវាជាការបោះឆ្នោតជាការបោះទុនណាមួយដែលធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនយើងចាប់ផ្ដើមទទួលបានអារម្មណ៍ក្តីស្រឡាញ់ពីយើងហើយយើងខ្លួនឯងក៏មានក្តីសុខក្នុងការដែលធ្វើរឿងដែលល្អនិងទទួលបាននៅសុភមង្គលត្រឡប់មកវិញពីមនុស្សជុំវិញខ្លួនដូចគ្នាប៉ុន្តែគឺវាចាប់ផ្ដើមចេញពីការបង្កើតសុភមង្គលឲ្យខ្លួនឯងសិនហ្នឹងហើយអញ្ចឹងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹង
ខ្ញុំនឹងបង្កើតវីដេអូនិងមាន topic ប្លែកៗជួយអ្នកទាំងអស់គ្នាបន្តទៀតអញ្ចឹងជម្រាបលាបាយបាយ